ថ្មីកែតម្លៃ6លានជាងបានចេញទៅខាងស្ដៅមួយគ្រឿងទៀតហើយបងតគ្នាបើសិនជាបងមានតម្រូវការអាចធ្វើការតាក់ទងមកកាន់ហាង6លានមានខ្ញុំបានជំរាបសួរសួស្ដីដល់បងអតិថិជនទាំងអស់គ្នាដែលតែងតែគាំទ្រជាមួយនឹងហាង6លានមានខ្ញុំសម្រាប់បងអតិថិជនដែលគាត់ចង់បានជាប្រភេទឈុតអវ៉ាន់ថ្មីកែតម្លៃ6លានជាងបងមកធ្វើការតាក់ទងមកកាន់ហាង6លានមានខ្ញុំបានបងតគ្នាសម្រាប់ឈុតដែលបងប្រុសគាត់យកនេះគឺយកជាមួយនឹងប្រភេទម៉ាស៊ីន Hokuta 16 សេះកាឡាឬមួយក៏ហៅជាមួយប្រភេទទៀតថាជាប្រភេទម៉ាស៊ីន RTN 16 សេះកាឡាបងជាមួយនឹងប៉ុង Kubota NCX តែម្ដងបងតាគ្នាហើយតម្លៃវិញគឺត្រឹមតែ6លានជាងតែប៉ុណ្ណោះបងតាគ្នាអញ្ចឹងបើសិនជាបងអតិថិជនដែលគាត់មានតម្រូវការត្រូវការជាប្រភេទអវ៉ាន់ថ្មីកែតម្លៃចន្លោះ6លានជាង7លានជាងអីបងអាចជ្រើសរើសជាមួយនឹងប្រភេទអវ៉ាន់ថ្មីកែបានបងតាគ្នាតម្លៃចន្លោះប៉ុណ្ណឹងបងតាគ្នាអញ្ចឹងបើសិនជាបងអតិថិជនដែលគាត់មានតម្រូវការត្រូវការជាប្រភេទអវ៉ាន់ថ្មីកែតម្លៃ6លានជាង7លានជាងអីក៏យើងមានដែរបងតាគ្នាសម្រាប់អវ៉ាន់ថ្មីកែហើយបងតាគ្នាតែឈុតដែលបងប្រុសគាត់យកនេះគឺតម្លៃ6លានជាងបងតាគ្នាបើសិនHokuta 16 សេះកាឡាជាមួយនឹងប៉ុង Kubota បងអញ្ចឹងបើសិនជាបងអតិថិជនដែលគាត់មានចំណាប់អារម្មណ៍ចង់បានជាប្រភេទអវ៉ាន់ថ្មីឬមួយក៏អវ៉ាន់ទឹកអាចធ្វើការតាក់ទងមកកាន់ហាងពលីមនឹងខ្ញុំបានដែលទីតាំងហាងរបស់យើងគឺស្ថិតនៅខេត្តបាត់ដំបងនៅជិតនឹងរង្វង់មួយនៃរំសាយសក់តែម្ដងបងតាគ្នាហើយចំពោះទីតាំងមួយទៀតនៅខាងស្រុកមនរិស័យតមករំម៉ាស៊ីនផងភៀវបងអញ្ចឹងបើសិនជាបងដែលគាត់មានតម្រូវការត្រូវការជាប្រភេទអវ៉ាន់ថ្មីអវ៉ាន់ទឹកឬមួយក៏ចង់ដូរថែមអីបងធ្វើការតាក់ទងមកកាន់ហាងយើងបានតាមរយៈលេខទូរស័ព្ទដែលយើងបានដាក់នៅខាងលើវីដេអូនេះក៏បានឬមួយក៏ Facebook Page 6លេខរំសាយសក់ខេត្តបាត់ដំបងក៏បានដែរបងតាគ្នាហើយបើសិនជាបងអតិថិជនដែលគាត់ចង់រកប្រភេទអវ៉ាន់តម្លៃ6លានជាង7លានជាងបងអត់ចង់បានមកទឹកបងចង់បានថ្មីក៏បានដែរបងតាគ្នាអវ៉ាន់ថ្មីឥឡូវតម្លៃធូរមែនតើបងចង់បើសិនជាបងដែលគាត់មានចង្អល់ឬក៏ចង់សាកសួរព័ត៌មានតាក់ទងជាមួយនឹងប្រភេទអវ៉ាន់ណាមួយពីខាងហាង6លានមានខ្ញុំគឺបងធ្វើការតាក់ទងមកបានតាមរយៈលេខទូរស័ព្ទដែលយើងបានដាក់នៅខាងលើវីដេអូនេះក៏បានឬមួយក៏ Facebook Page 6លានរំសាយសក់ខេត្តបាត់ដំបងក៏បានដែរបងតាគ្នាហើយអរគុណដល់បងប្រុសមែនតើដែលគាត់នៅខាងស្ដៅគាត់បានយកជាមួយនឹងឈុតតម្លៃ6លានជាងឈុតថ្មីកែនេះបងតាគ្នាចាំបើសិនជាបងដែលគាត់មានតម្រូវការអាចធ្វើការតាក់ទងមកកាន់ហាង6លានខ្ញុំបានដោយ Facebook Page ឈ្មោះ6លានរំសាយសក់ខេត្តបាត់ដំបងអរគុណបង